សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំខ្ញុំចង់បង្ហាញពីការប្ដូរគេហទំព័រ WordPress ទៅជាភាសាខ្មែរទី1គឺយើងត្រូវបង្កើតទៅលើគេហទំព័ររបស់យើងមួយសិនយើង install គេហទំព័រនឹងហើយយើងមានគំរូហើយបាទតមកទី2យើងទៅ download នៅក្នុង file មួយឈ្មោះថា pm_kh.mo ដែលមាន address បែបនេះបាទហើយបន្ទាប់មកគឺយើង download បានយើង extract វាបាទបន្ទាប់មកទៀតគឺយើងចូលទៅកែវានៅក្នុងdatabase របស់យើងខ្ញុំសូមបង្ហាញខ្ញុំមាន database មួយឈ្មោះថា lac_kh ខ្មែរ _test អញ្ចឹងយើងបដូរវានៅត្រង់ wp config បាទបន្ទាប់មកទៀតយើងទៅស្វែងរកពាក្យថា define wp lang រួចបន្ថែមពាក្យថា pm_kh ហើយយើង save ធម្មតាបាទបន្ទាប់មកទៀតយើងចូលទៅក្នុងពាក្យ wp include ដើម្បីបង្កើត folder មួយដែលមានឈ្មោះថា language ហើយយើង copy ទៅលើ pm_kh.mo បញ្ចូលបាទពេលដែលយើងដំណើរការជំហានទាំងអស់នេះរួចហើយអញ្ចឹងយើងត្រឡប់ទៅមើលគេហទំព័ររបស់យើងវិញវានឹងមានទម្រង់បែបនេះបាទវានឹងមានទម្រង់បែបនេះហើយបន្ទាប់មកគឺយើងមានបញ្ហាមួយទៅលើពាក្យថា home របស់ខ្មែរយើងបកថាទំព័រដើមប៉ុន្តែភាសារបស់ការបកប្រែរបស់ភាសារបស់ WordPress វាមានឈ្មោះថាគេហទំព័រអញ្ចឹងយើងត្រូវធ្វើការផ្លាស់ប្ដូរវាគឺយើងត្រូវចូលនៅក្នុង dashboard របស់យើងឬក៏ site admin របស់យើងបន្ទាប់មកយកឈ្មោះ appearance menu បាទបន្ទាប់មកយើង create menu របស់យើងដែលជា menu ដើម្បីយើងដាក់នៅក្នុង theme របស់យើងអញ្ចឹងខ្ញុំសូម create មកគឺខ្ញុំដាក់ឈ្មោះថា my first custom menu បាទបន្ទាប់មកខ្ញុំជ្រើសរើសយកកន្លែង primary navigation នេះយកពាក្យថា my first custom menu នេះគឺជា custom link ដែលយើងអាច add link ហើយនឹងដាក់ឈ្មោះវាទៅជា menu របស់យើងបានដែរនេះជា page នេះគឺយើងអាច add នៅទំព័ររបស់យើងជាច្រើនដែលយើងបានបង្កើតមកហ្នឹងដើម្បីឲ្យវាទៅជាភាពងាយស្រួលរបស់យើងក្នុងការធ្វើជា menu អញ្ចឹងខ្ញុំសូមបង្ហាញទៅក្រោមទៅទៀតនេះគឺជា category របស់យើងដែលយើងអាចបង្កើត category នេះដើម្បី host ទៅលើព័ត៌មានថ្មីៗឬក៏អ្វីថ្មីៗរបស់យើងបាទសូមកត់សម្គាល់មួយដែលតកតងជាមួយនឹងពាក្យថា home នេះគឺពេលដែលយើង add ចូលក្នុង menu កន្លែង home page កន្លែង page នេះគឺមានពាក្យថា home មួយគឺយើងមិនត្រូវបាន add វាទេគឺយើងសម្រេចយកទាំងអស់ហើយមិនបាន add វាមិនបាច់ add នៅ home ពាក្យថា home ជាភាសាអង់គ្លេសទេក្រៅពីនេះខាងក្រោមគឺយើង add វាទាំងអស់
ខ្ញុំសូមទាញនៅ custom menu របស់ខ្ញុំដើម្បីឲ្យវាមានភាពដូចគ្នាកាលពីខ្ញុំបង្កើតដំបូងបាទនេះជាការរួចរាល់ខ្ញុំសូម save menu ដើម្បី update វាខ្ញុំត្រឡប់មកគេហទំព័រចាស់របស់ខ្ញុំវិញដែលមាន menu ចាស់ដែលមានពាក្យថាគេហទំព័របាទខ្ញុំសូម refresh វាឡើងវិញបាទសូមក្រឡេកមើលមកកន្លែងពាក្យថាគេហទំព័រគឺយើងបានបាត់ហើយវាសល់តែពាក្យថាទំព័រដើមទេបាទចំពោះការបង្ហាញថ្ងៃនេះសូមចប់សូមអរគុណចំពោះការទស្សនា